ចុះតើអាប៊ឿនអាចនឹងក្លាយជាអ្នកមានទេបើក្លឹបហាត់ប្រាណនៅសម័យរ៉ូមបុរាណថ្ងៃទី1អាប៊ឿនបង្ហាញខ្លួននៅក្បែរសង្វៀនជាមួយក្តីស្រមៃនិងស្លាកមួយសរសេរថាគ្មានលេខដោះសារអ្នកប្រយុទ្ធម្នាក់ដើរមកក្បែរអាប៊ឿនក៏ហុចខ្សែយឺតសម្រាប់ហាត់ប្រាណឲ្យគេកន្ត្រាក់វាដាច់ជាពីររួចសម្លឹងចំភ្នែកអាប៊ឿនហើយសួរថាតើមានអ្វីដែលធ្ងន់ជាងនេះទេអាប៊ឿនឆ្លើយថាគ្មានទេថ្ងៃទី2អាប៊ៀនណែនាំពីរបៀបលើកដុំដែកសមាជិកព្រឹទ្ធសភាម្នាក់បានដេកលើកវាបានម្ដងរួចក៏ប្រកាសខ្លួនឯងថាជាព្រះបន្ទាប់មកទាហានម្នាក់ទៀតមកសាកល្បងទាំងនៅពាក់ដាវជាប់ខ្លួនអាប៊ឿនណែនាំឲ្យគេដោះដាវចេញប៉ុន្តែគេបែរជាណែនាំអាប៊ឿនវិញថាកុំចេះដឹងរឿងគេអាប៊ឿនក៏ដើរចេញទៅថ្ងៃទី3អាប៊ឿនព្យាយាមពន្យល់ពីថ្ងៃហាត់ជើងប៉ុន្តែកុំភ្លេចថាពួកទាហានទាំងនេះដើរ30ម៉ៃលក្នុងមួយថ្ងៃជាមួយអាវក្រោះទម្ងន់30គីឡូក្រាមជើងរបស់ពួកគេប្រៀបដូចជាអាវុធទៅហើយដូច្នេះអាប៊ឿនក៏សម្រេចចិត្តរំលងការហាត់ជើងចោលតែម្ដងថ្ងៃទី4អាប៊ឿនណែនាំពីភេសជ្ជៈពើកម្លាំងដែលធ្វើពីទឹកដោះគោទឹកឃ្មុំនិងស៊ុតឈើអ្នកប្រយុទ្ធម្នាក់ផឹកវារួចនិយាយថាវាជារបស់ដែលមានរសជាតិអាក្រក់បំផុតដែលគេធ្លាប់ញ៉ាំគិតមើលទៅនេះគឺជាមនុស្សដែលហូបតែបបរស្រូវសាលីនិងខ្លាញ់សត្វរាល់ថ្ងៃទៅហើយប៉ុន្តែអាប៊ឿននៅតែអាចធ្វើឲ្យរបស់ហូបមានរសជាតិអាក្រក់ជាងនោះទៅទៀតថ្ងៃទី5កន្លែងងូតទឹកសាធារណៈគឺជាគូប្រជែងដ៏ធំបំផុតរបស់អាប៊ឿនជនជាតិរ៉ូមមានកន្លែងងូតទឹកសាធារណៈដែលមានទាំងកន្លែងហាត់ប្រាណអាំងហែលទឹកនិងកន្លែងម៉ាស្សាដោយឥតគិតថ្លៃចំណែកអាប៊ឿនវិញបែរជាមកយកលុយគេចំពោះតែបង្គោលហ៊ីននិងពាក្យស្លោកលើកទឹកចិត្តនៅលើជញ្ជាំងថ្ងៃទី6ស្តេចសូលសេសាបានលើដំណឹងពីអាប៊ឿនទ្រង់ចង់ឲ្យអាប៊ឿនបង្ហាត់ពួកអ្នកប្រយុទ្ធរបស់ទ្រង់អាប៊ឿនអាចបញ្ចុះបញ្ចូលមនុស្សដែលខ្លាំងបំផុតនៅលើโลกឲ្យមករៀនជាមួយអាប៊ឿនបានសម្រេចអរគុណកូនមីរលីដូចគ្នាហា